តាអ្នកដឹងទេថាមេដឹកនាំភាគច្រើនកំពុងយល់ច្រឡំអំពីពាក្យថាភាពស្មោះត្រង់នឹងខ្លួនឯងឬ authenticity ហើយការយល់ច្រឡំនេះកំពុងធ្វើឲ្យពួកគេបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងពីដៃគូសហការនិងបុគ្គលិកក្រោមបង្គាប់មេដឹកនាំជាច្រើនគិតថាភាពស្មោះត្រង់នឹងខ្លួនឯងគឺចង់និយាយអ្វីក៏បានបញ្ចេញអារម្មណ៍បែបណាក៏បានឬមិនព្រមកែប្រែទម្លាប់អាក្រក់របស់ខ្លួនដោយយកលេសថានេះជាអត្តចរិតពិតរបស់ខ្ញុំប៉ុន្តែនេះមិនមែនជាភាពស្មោះត្រង់នឹងខ្លួនឯងទេវាជាភាពមិនអាជីពទៅវិញទេភាពស្មោះត្រង់នឹងខ្លួនឯងក្នុងការដឹកនាំពិតប្រាកដមិនមែនជាការឈរត្រឹងមួយកន្លែងឡើយផ្ទុយទៅវិញវាគឺការរក្សាតម្លៃស្នូលនិងគោលការណ៍ត្រឹមត្រូវរបស់ខ្លួនប៉ុន្តែត្រូវចេះបត់បែនឥរិយាបថរៀនសូត្រនិងអភិវឌ្ឍខ្លួនជាប្រចាំដើម្បីដឹកនាំក្រុមការងារទៅរកភាពជោគជ័យកុំប្រើពាក្យថាខ្លួនឯងពិតដើម្បីគេចវេះពីការកែលម្អខ្លួនមេដឹកនាំដ៏អស្ចារ្យគឺមេដឹកនាំដែលចេះសម្របខ្លួនដើម្បីអ្នកដទៃដោយមិនបាត់បង់តម្លៃពិតរបស់ខ្លួនឯងចុះអ្នកវិញតើអ្នកយល់ថាភាពស្មោះត្រង់នឹងខ្លួនឯងក្នុងការដឹកនាំគួរមានដែនកំណត់ដែរឬទេចូលរួមមតិរបស់អ្នកនៅខាងក្រោមនេះ